សូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋភាគសឹកនិងកាតព្វកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលដោយការគ្រោងទុកពិធីបញ្ចុះបឋមសីលាដើម្បីចាប់ផ្ដើមសាងសង់ជំរកបណ្ដោះអាសន្នជូនដល់ប្រជាពលរដ្ឋភាគសឹកបានប្រព្រឹត្តទៅជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះនៅតាមបណ្ដាខេត្តមួយចំនួននៅតាមជាយដែនក្រោយពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានកំណត់ទីតាំងនិងបានសិក្សារួចរាល់ការរៀបចំជំរកបណ្ដោះអាសន្នជូនដល់ប្រជាពលរដ្ឋភាគសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានគឺជាការគិតគូរប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលដើម្បីឲ្យពួកគេមានកន្លែងស្នាក់នៅសមរម្យដោយគិតគូរទាំងសុវត្ថិភាពទាំងបរិស្ថាននិងសុខុមាលភាពទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខក្រៅពីផ្ដល់ជូនជំរកបណ្ដោះអាសន្នរាជរដ្ឋាភិបាលក៏ផ្ដល់ជូនបងប្អូនជនភាគសឹកទាំងនោះនៅដំណោះស្រាយសមរម្យមួយទៅតាមស្ថានភាពជាក់ស្ដែងដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃនៅក្នុងអំឡុងពេលដ៏លំបាកនេះខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីក៏ដូចជាការពារសិទ្ធិប្រជាពលរដ្ឋដែលត្រូវបានរារាំងដោយកងកម្លាំងប្រដាប់អាវុធថៃមិនឲ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញគិតមកទល់នឹងពេលនេះនៅសល់ពលរដ្ឋភាគសឹកប្រមាណជាង 70000 នាក់ទៀតនៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយក្នុងចំណោមប្រជាពលរដ្ឋភាគសឹកសរុប 640,000 នាក់អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថាការផ្ដល់ជំរកបណ្ដោះអាសន្នជូនដល់បងប្អូនប្រជាពលរដ្ឋភាគសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានមិនមែនមានន័យថារាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារទឹកដីដែលកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់នោះឡើយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានបញ្ជាក់ជំហរយ៉ាងច្បាស់ចំពោះមុខប្រជាពលរដ្ឋរួចហើយថារាជរដ្ឋាភិបាលដាច់ខាតមិនបោះបង់សិទ្ធិទាមទារទឹកដីក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាឡើយហើយរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើការងារយ៉ាងសកម្មនិងម៉ឺងម៉ាត់បំផុតដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នានិងដោយអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិជាធរមានជាក់ស្ដែងរាជរដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័ននានាជាសេនាធិការបានតវ៉ាជំទាស់យ៉ាងខ្លាំងក្លានិងជាផ្លូវការនៅរាល់ការរំលោភបំពានទាំងឡាយមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃដែលធ្វើឲ្យមានការកែប្រែនៅបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិលការពង្រឹងការគ្រប់គ្រងយោធាឬក៏ការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងក៏ដូចជាការរារាំងជនស៊ីវិលមិនឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញការតវ៉ាទាំងនេះគឺជាភស្តុតាងបញ្ជាក់អំពីការប្រើសិទ្ធិស្របច្បាប់របស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីក៏ដូចជាការពារសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋប្រឆាំងទៅនឹងការរំលោភបំពានរាជរដ្ឋាភិបាលចាត់ទុកការការពារទឹកដីនិងការពារប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋភាគសឹកកាលពីពេលថ្មីនេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថារាជរដ្ឋាភិបាលបានគិតគូរដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋភាគសឹកទាំងពលរដ្ឋភាគសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបានទាំងពលរដ្ឋភាគសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយនិងទាំងការស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតសម្រាប់ពលរដ្ឋភាគសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបានក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានបាននឹងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឲ្យពួកគេអាចវិលត្រឡប់ទៅលំនៅឋានវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយធានាសុវត្ថិភាព
តាមរយៈការបោះសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតាមទីតាំងទាំងនោះក៏ដូចជាជួយសម្រួលជីវភាពរបស់ពួកគេតាមរយៈការដោះស្រាយតម្រូវការចាំបាច់ដែលពួកគេត្រូវការជាមួយគ្នានោះរាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីសិក្សាអំពីផលប៉ះពាល់ឲ្យបានជាក់លាក់ដើម្បីចេញវិធានការអន្តរាគមន៍ឲ្យមានប្រសិទ្ធភាពចំពោះហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតមានជាអាចសាលារៀនមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកផ្សារផ្លូវស្ពានបណ្ដាញទឹកស្អាតអគ្គិសនីនិងទូរគមនាគមន៍ជាដើមរាជរដ្ឋាភិបាលបាននឹងកំពុងស្ដារឡើងវិញឲ្យបានឆាប់តាមស្ថានភាពជាក់ស្ដែងនៅក្រោយពេលដែលក្រុមការងារចំពោះកិច្ចសិក្សារួចរាល់ទន្ទឹមនឹងនោះការការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាក៏ត្រូវបានធ្វើដំណើរគ្នានិងប្រកបដោយភាពម៉ឺងម៉ាត់ច្បាស់លាស់បំផុតអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិសារជាថ្មីថាកម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ